ទោះបីធ្លាក់ខ្លួនដុនដាបក៏មិនត្រូវធ្វើខ្លួនឲ្យទាបដូចលាវប៉ៃជាគំរូកើតជាកូនប្រុសទោះពិបាកយ៉ាងណាមិនសំខាន់ត្រូវមានឧត្តមគតិមិនលក់ក្បាលឲ្យអ្នកណាជាដាច់ខាតដោយពំនោលមួយថាខ្លាទោះដល់ទីណាសុកឬក៏ទុកក៏នៅតែជាខ្លាដោយមនុស្សយើងបើខ្វះចិត្តមោះមុតរមែងមិនទទួលបានជោគជ័យឡើយដែលដូចជាលាវប៉ៃការនៅជាខ្សែស្រឡាយរាជវង្សក្នុងសម្បុកមនុស្សសាមញ្ញប្រសិនបើគ្មានអ្នកប្រាប់ក៏មិនដឹងថាបរិសម្នាក់នេះជាប់ខ្សែស្រឡាយរាជវង្សដែរទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយលាវប៉ៃមិនដែលលះបង់សេចក្តីព្យាយាមនិងមោទនភាពនៃខ្សែស្រឡាយរាជវង្សឡើយដោយក្នុងហេតុការណ៍មួយកាលពីលាវប៉ៃនៅពីក្មេងនៅជុំវិញផ្ទះរបស់លាវប៉ៃមានដើមមនធំមួយមានមែកសាខាដោយមើលពីខាងក្រៅដូចឆាត់ដោយលក្ខណៈត្រជាក់ត្រជុំតាមធម្មជាតិបែបនេះទើបមានបរិសម្នាក់ចាប់អារម្មណ៍និងព្យាករណ៍ទុកថានៅក្នុងផ្ទះរបស់លាវប៉ៃអ្នកមានបុណ្យមករស់នៅហើយអនាគតនឹងក្លាយជាអ្នកធំនៅលើផែនដីថែមទៀតផងក្រោយមកការព្យាករណ៍នេះក៏ក្លាយជាការពិតនៅមានរឿងជាច្រើនទៀតថ្ងៃមួយលាវប៉ៃនិងមិត្តភក្តិបានមកលេងនៅជិតដើមឈើធំនោះនៅសុកលាវប៉ៃក៏ពោលពាក្យមួយឃ្លាលើកឡើងថានៅថ្ងៃណាមួយយើងបានធ្វើធំលើផែនដីយើងនឹងយកដើមមននេះទៅធ្វើស្វេតឆាតសម្ដីបែបនេះជាការបង្ហាញឲ្យឃើញពីទំនុកចិត្តរបស់លាវប៉ៃដែលមានមកតាំងពីក្មេងទោះខ្លួនស្ថិតក្នុងភាពលំបាកយ៉ាងណាក៏ដោយក្រោយមកទោះបីធំឡើងហើយក្តីក៏ទំនុកចិត្តរបស់គេមិនបានរលាយទៅណាដែរជាពិសេសនៅពេលដែលស្រុកទេសកើតចលាចលដោយសារក្រុមអូទៀមឈ្នួតក្បាលលឿងក៏ដោយលាវប៉ៃនៅតែហ៊ានសម្រេចចិត្តចូលប្រយុទ្ធក្នុងនាមជាតបជំនួយដែលសមាជិកភាគច្រើនជាអ្នកស្រុកធម្មតាដែលមិនពេញចិត្តនឹងសកម្មភាពរបស់ក្រុមអូទៀមឈ្នួតក្បាលលឿងឡើយការតស៊ូដោយកម្លាំងចិត្តដ៏ខ្លាំងក្លារបស់លាវប៉ៃនាពេលនោះក៏ជាចំណុចចាប់ផ្ដើមនៃជោគជ័យទៅថ្ងៃមុខដែរហេតុការណ៍ជាច្រើនដែលកើតឡើងដូចជាការឡើងគ្រប់គ្រងអំណាចរបស់តុងជូការដួលរលំនៃរាជវង្សការដណ្ដើមអំណាចនិងរឿងជាច្រើនទៀតនៅតែមិនអាចកាត់បន្ថយការតាំងចិត្តរបស់លាវប៉ៃដែលមានមកតាំងពីក្មេងបានឡើយរំពឹងភាពស្ងប់សុខលើផែនដីទើបទីបំផុតអាចក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមនគរទាំង3មនុស្សយើងបាត់បង់អ្វីផ្សេងអាចបាត់បង់បានតែមិនអាចបាត់បង់កម្លាំងចិត្តឡើយពីព្រោះបើបាត់បង់កម្លាំងចិត្តតស៊ូហើយស្មើនឹងបាត់បង់គ្រប់យ៉ាងមិនអាចត្រឡប់មកតស៊ូជាថ្មីបានឡើយក្នុងការធ្វើការក៏មិនខុសគ្នាប៉ុន្មានដែរការបាត់បង់កម្លាំងចិត្តក្នុងការធ្វើការរមែងមិនអាចបង្កើតលទ្ធផលការងារដ៏អស្ចារ្យបានឡើយអ្នកខ្លះមិនអាចធ្វើការងារតូចទាបតំណែងមិនធំដុំក៏អាចធ្វើឲ្យបាត់បង់កម្លាំងចិត្តផងដែរប្រកាសណាស់ថាបើការងារទាំងអស់មិនអាចទទួលជោគជ័យបានទេនោះការងារឬតំណែងផ្សេងដែលធំជាងវាពិតជាពិបាកនឹងទទួលបានណាស់ទោះទទួលបានក៏មិនអាចជោគជ័យដែរអ្នកទទួលជោគជ័យជាច្រើនអ្នកពីអតីតកាលគឺសុទ្ធតែធ្លាប់បានឆ្លងកាត់ដំណាក់កាលដុនដាបទាំងអស់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់តារាបាល់ទាត់នៅមានជីវិតសពថ្ងៃដោយ David Beckham ពីមុនក៏ធ្លាប់ធ្វើជាក្មេងខាត់ស្បែកជើងឲ្យកីឡាករបាល់ទាត់រៀមច្បងផងដែរទោះបែបនេះជាការងារអន់ថោកក៏ដោយតែវាជាការងាររក្សាឱកាសរបស់គេគ្រាន់តែចាំឲ្យវាចូលមកនៅពេលដែលគេត្រៀមខ្លួនរួចជាស្រេចប៉ុណ្ណោះប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Abraham Lincoln កាលពីនៅក្មេងក៏ជាកូនអ្នកស្រែចម្ការដ៏ក្រីក្រផងដែរគាត់បានតស៊ូពុះពៀរកភាពលំបាកទាំងឡាយរហូតអាចឈានជើងមកឈរក្នុងតំណែងនាមជា
ប្រធានាធិបតីសហរដ្ឋអាមេរិកបាននៅទីបំផុតបុគ្គលទាំងនោះទោះបរាជ័យមកជាច្រើនលើកច្រើនសារតែពួកគេមិនដែលរាថយមិនដែលគិតពីរឿងជាតិកំណើតអន់ថយរបស់ខ្លួនឡើយពីព្រោះពួកគេជឿថាមនុស្សយើងមិនអាចជ្រើសរើសកើតបានប៉ុន្តែជ្រើសរើសដើរតាមក្តីសុបិនរបស់ខ្លួនបាននិងអាចទទួលជោគជ័យបានគ្រប់គ្នាប្រសិនបើមានការតាំងចិត្តការរក្សាដោយចិត្តមោះមុតវាជាអត្តសញ្ញាណរបស់បុគ្គលជោគជ័យយកចិត្តទុកដាក់ធ្វើឲ្យអស់ពីសមត្ថភាពទោះការងារនោះគេមិនសូវឲ្យតម្លៃយ៉ាងណាក៏ដោយចូលចងចាំថាគ្រប់ការងារទាំងអស់សុទ្ធតែបង្រៀនយើងឲ្យចេះតស៊ូដោយចិត្តមោះមុតវានឹងក្លាយទៅជាមូលដ្ឋានភាពជោគជ័យទៅថ្ងៃអនាគត